ថ្ងៃនេះបានមកដល់ឆ្នុកទ្រូម្ដងបងប្អូនអើយស្អាតណាស់អានមែនតើទស្សនវិជ្ជាប្រជាពលរដ្ឋគាត់រស់នៅទីនេះមុខរបរគាត់ភាគច្រើនគឺរកត្រីទេសភាពស្អាតមែនតើបងប្អូនអើយនេះមើលទឹកទេសភាពធំល្វឹងល្វើយស្អាតយ៉ាងនេះលោកទស្សនវិជ្ជាបងប្អូនយើងគាត់រកត្រីនៅទូកគាត់ទៅទូករកត្រីនៅក្នុងហើយនោះមើលទៅគួរឲ្យសប្បាយបណ្ដោយហ្នឹងសប្បាយមែនមើលសិតតែទឹក